ពុកម៉ែបងប្អូនផ្ទះលក់ជាប់នឹងផ្លូវជាតិលេខ42ផ្ទះនេះបែរមុខទៅទិសខាងកើតហើយត្រឹមតែ1គីឡូតែប៉ុណ្ណោះពីស្តុបសាបាយចានពុកម៉ែបងប្អូនហើយចម្ងាយត្រឹមតែ450ម៉ែត្រតែប៉ុណ្ណោះពីវិទ្យាល័យបាយចានផងដែរផ្ទះនេះល្អសម្រាប់ការរស់នៅនិងការប្រកបអាជីវកម្មបាទជួបពុកម៉ែបងប្អូនទាំងអស់គ្នាខ្ញុំបាទផាន់ណាដោយពុកម៉ែបងប្អូនបានស្ដាប់នៅខាងដើមវីដេអូរបស់ខ្ញុំធ្វើបទបង្ហាញអញ្ចឹងនេះគឺជាផ្ទះលក់ហើយចំពោះឯនៅខាងមុខផ្ទះគឺមានគាត់ធ្វើជារោងសម្រាប់ដាក់ជួលហើយចំពោះឯទំហំតូបនេះចុះគឺទទឹង3ម៉ែត្របណ្ដោយ4ម៉ែត្រជាប្រភេទបេតុងសុទ្ធមាន2ថ្នាក់តែម្ដងហើយបើយើងនិយាយអំពីសាច់ដីវិញគឺមានទំហំទទឹង5ម៉ែត្របណ្ដោយរហូតដល់30ម៉ែត្រពុកម៉ែបងប្អូនរៀងវែងដីនឹងផ្ទះជាប់នឹងផ្លូវជាតិលេខ42តែម្ដងសម្រាប់ការចូលទៅដល់នៃផ្ទះខាងក្នុងគឺមានទំហំទទឹង4ម៉ែត្រចុច7គុណនឹងបណ្ដោយ15ម៉ែត្រមានបន្ទប់គេងចំនួន1មានបន្ទប់ទឹកចំនួន1ផ្ទះបាយនិងកន្លែងទទួលភ្ញៀវផងដែរចំពោះឯភ្លើងដែលអូសចូលមកក្នុងផ្ទះវិញគឺមានទំហំ20អាំពែផ្ទះបញ្ជាក់ហើយគឺបែរមុខទៅទិសខាងកើតហើយចំពោះឯទីតាំងអចលនទ្រព្យនេះគឺកម្មសិទ្ធិប្លង់រឹងផងដែរអញ្ចឹងហើយសម្រាប់ពុកម៉ែបងប្អូនដែលមានតម្រូវការចង់បានទីតាំងផ្ទះដីដែលជាប់នឹងផ្លូវជាតិលេខ42ត្រឹមតែ1គីឡូតែប៉ុណ្ណោះពីស្តុបផ្សារបាយចាននិងត្រឹមតែ450ម៉ែត្រតែប៉ុណ្ណោះពីវត្តភូមិថ្មីនិងវិទ្យាល័យបាយចានពុកម៉ែបងប្អូនអាចអញ្ជើញមកមើលទីតាំងផ្ទះនេះបានផ្ទះនេះល្អសម្រាប់ការរស់នៅសម្រាប់ការប្រកបអាជីវកម្មនិងល្អសម្រាប់ការវិនិយោគទៅថ្ងៃក្រោយតម្លៃនិងព័ត៌មានលម្អិតផ្សេងទៀតពុកម៉ែបងប្អូនអាចទំនាក់ទំនងរបស់ខ្ញុំបាទក៏បាននិងទំនាក់ទំនងទៅក្រុមហ៊ុនបងប្អូនរបស់ខ្ញុំបាទដែលមានលេខទូរស័ព្ទនៅខាងលើសូមអរគុណ